Excellency Syed Yusuf Raza Gilani, founding chairman of ISC, Senate of Pakistan. Samdai Kem Hasanapadai Dechu Hun Sen, President of the Senate of the Kingdom of Cambodia. Samdai Maha Rotsapir Tikatapadai Kunsadari, President of the National Assembly of Cambodia. His Excellency, Secretary General of the Interparliamentary Speakers Conference, Honorables, Speakers and Presidents of Parliaments, distinguished guests. អាយដាមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាទីមេត្រីខ្ញុំមានកិត្តិយសក្រៃលែងដែលបានចូលរួមថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំដ៏ដងឧត្តមក្នុងឱកាសនៃពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី2 ISC ទី2នៅរាជធានីភ្នំពេញក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូនចំពោះអាយដាមលោកជំទាវប្រធានសភាប្រធានគណៈប្រតិភូសមាជិកាសភានិងតំណាងស្ថាប័នអន្តរជាតិទាំងអស់វត្តមានរបស់អាយដាមលោកជំទាវលោកស្រីនៅរាជធានីភ្នំពេញក្នុងថ្ងៃនេះជាសក្ខីភាពនៃការបដិញ្ញាចិត្តរួមគ្នារបស់យើងចំពោះកិច្ចសន្ទនាដ៏មានអត្ថន័យកិច្ចសហប្រតិបត្តិការស្ថាប័នសន្តិភាពប្រកបដោយចីរភាពនិងវិបុលភាពរួមក្នុងយុគសម័យនៃមិនប្រកបវិជ្ជាសកលដ៏ជ្រាលជ្រៅខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើងនិងបានប្រមូលផ្ដុំថ្នាក់ដឹកនាំនីតិបញ្ញត្តិមកពីប្រព័ន្ធនយោបាយនិងទ្វីបចម្រុះគ្នាមកកាន់ទីនេះដោយសម្ដេចតេជោហ៊ុនសែននឹងថ្លែងលម្អិតអំពីភូមិសាស្ត្រនយោបាយសកលនិងភាពការអន្តរជាតិដ៏ស្មុគស្មាញព្រមទាំងទូនាទីការទូតសភាក្នុងការថែរក្សាកិច្ចសន្ទនានិងទំនុកចិត្តខ្ញុំសូមអនុញ្ញាតលើកយកទស្សនវិជ្ជាមួយផ្សេងទៀតដែលជាការបំពេញបន្ថែមដល់មូលបត្ររួមរបស់យើងនោះគឺសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជានិងការកសាងជាក់ស្ដែងនៃសន្តិភាពរបស់ប្រជាជាតិនីមួយៗសន្តិភាពគឺជាបរិយាលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍនិងភាពរីកចម្រើនសន្តិភាពចាំបាច់ត្រូវទទួលបានការការពារនៅលើឆាកអន្តរជាតិនិងដោយច្បាប់ហើយត្រូវធានាឲ្យមានចីរភាពតាមរយៈស្ថាប័នដែលមានភាពធន់រឹងមាំជាងនេះទៅទៀតសន្តិភាពក៏ចាំបាច់ត្រូវប្រែក្លាយជាវិបុលភាពរួមនិងការរីកចម្រើនជាក់ស្ដែងនៃជីវភាពរស់នៅរបស់ប្រជាជនសម្រាប់កម្ពុជាទស្សនៈនេះកើតចេញពីប្រវត្តិសាស្ត្ររបស់យើងផ្ទាល់ដែលយើងបានឆ្លងកាត់បទពិសោធន៍ពីសង្គ្រាមទៅសន្តិភាពពីសន្តិភាពទៅការអភិវឌ្ឍហើយជាពិសេសថ្មីនេះគឺពីការរំលឹកដល់ឈឺចាប់មួយថាទោះបីជាសន្តិភាពត្រូវបានរក្សាឲ្យមានស្ថិរភាពយូរអង្វែងយ៉ាងណាក៏ដោយក៏យើងមិនអាចមើលស្រាលតម្លៃនៃសន្តិភាពបានឡើយសម្ដេចអាដាមលោកជំទាវសមាជិកសមាជិកានៃស្ថាប័ននីតិបញ្ញត្តិនិងភ្ញៀវកិត្តិយសទាំងអស់ប្រវត្តិដ៏ឈឺចាប់និងការរស់រានមានជីវិតឡើងវិញដ៏គួរឲ្យស្ញប់ស្ញែងរបស់ប្រជាជាតិកម្ពុជាបានផ្ដល់នូវសច្ចភាពជាមូលដ្ឋាននិងជាសកលមួយគឺសន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិសន្តិភាពគឺជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានស្ថាប័ននិងការរីកចម្រើនប្រកបដោយចីរភាពសម្រាប់កម្ពុជាសន្តិភាពដែលរកបានមកយ៉ាងលំអិតលំបិនគឺសម្រេចបានរយៈនយោបាយឈ្នះជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោហ៊ុនសែនក្នុងឆ្នាំ1998ដែលបានបញ្ចប់នូវចំនួនសោកនាដកម្មនិងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍ភាលៀបនៃសន្តិភាពដែលបានបង្កើតនូវលក្ខខណ្ឌសម្រាប់ការស្ដារប្រទេសឡើងវិញការកាត់បន្ថយភាពក្រីក្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារតំបន់និងសកលលោកសន្តិភាពបានអនុញ្ញាតឲ្យសង្គមរបស់យើងអាចវិនិយោគលើវិស័យសុខាភិបាលផ្ដល់ភាពអង់អាចដល់យុវជនតាមរយៈការអប់រំនិងប្រែក្លាយប្រជាជាតិនេះទៅជាតួអង្គដែលចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការអន្តរជាតិប៉ុន្តែនៅក្នុងឆ្នាំ2025បន្ទាប់ពីទទួលបានសន្តិភាពពេញលេញដោយគ្មានការរំខានរយៈពេល26ឆ្នាំដែលជាវដ្តនៃសន្តិភាពដ៏យូរអង្វែងបំផុតមិនធ្លាប់មានក្នុងប្រវត្តិជាង500ឆ្នាំរបស់ប្រជាជាតិយើងសង្គ្រាមបានវិលត្រឡប់មកវិញនៅតាមបណ្ដោយព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់យើងជាមួយប្រទេសថៃដោយបានគម្រាមកំហែងដល់អធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាអាយុជីវិតនិងជីវភាពរស់នៅត្រូវបានបាត់បង់ក្រុមគ្រួសារជាច្រើនត្រូវបានផ្លាស់ទីលំនៅហើយការវិវត្តនៅមូលដ្ឋានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបទឈប់បាញ់ត្រូវបានចុះហត្ថលេខានៅថ្ងៃទី27ខែធ្នូឆ្នាំ2025
ប៉ុន្តែស្ថានភាពនៅលើដីជាក់ស្ដែងនៅតែមានភាពផុយស្រួយដែលហេតុថាកម្លាំងយោធារាប់ពាន់នាក់កំពុងបន្តប្រឈមមុខដាក់គ្នានៅតាមបណ្ដោយព្រំដែននិងវិធានការបន្ថយភាពតានតឹងនៅមិនទាន់មាននៅឡើយបញ្ហាជាសារវត្តនោះគឺអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្ដាប់នៅមិនទាន់បានដោះស្រាយបាននៅឡើយបើទោះបីជាភាគីទាំងពីរបានឯកភាពគ្នាក្រោមកិច្ចព្រមទីក្រុងកូឡាឡាំពូ KL Accord ចុះថ្ងៃទី26ខែតុលានិងសេចក្តីប្រកាសរួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីអនុញ្ញាតឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ចាប់ផ្ដើមការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនឲ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរសម្ដៅទប់ស្កាត់វិវាទនាពេលអនាគតនិងជាការបើកផ្លូវឲ្យប្រជាពលរដ្ឋភៀសសឹកអាចត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរក៏គណៈកម្មការនេះនៅមិនទាន់បានអនុវត្តការងារទាំងនេះទេជាក់ស្ដែងប្រជាពលរដ្ឋខ្មែរភៀសសឹកជាង 20,000 នាក់នៅមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបានឡើយលើសពីនេះកងទ័ពនៅតែបន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជាហើយទាំងហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគីថែមទៀតសកម្មភាពរបស់យោធាថៃដែលព្យាយាមបង្កើតនូវអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែងក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រងដូចជាការរៀបលុះបន្លាការដាក់ទូកុងតឺន័រនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធាព្រមទាំងការចេញបានកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមុនពេលកិច្ចការខណ្ឌសីមានិងបោះបង្គោលព្រំដែនត្រូវបានបញ្ចប់គឺជាក្តីព្រួយបារម្ភមួយយ៉ាងក្រៃលែងទោះបីជាប្រឈមនឹងបញ្ហាទាំងនេះកម្ពុជានៅតែប្រកាន់ខ្ជាប់ជានិច្ចនៅជំហរដោះស្រាយវិវាទដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិសេចក្តីសម្រេចកាលពីពេលថ្មីនេះរបស់កម្ពុជាក្នុងការចាប់ផ្ដើមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិវិធីសមុទ្រដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសថៃគឺជាសកម្មភាពបញ្ជាក់យ៉ាងច្បាស់អំពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់យើងក្នុងការស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌និងយូរអង្វែងដែលឈលលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងរឹងមាំដំណោះស្រាយដោយសន្តិវិធីគឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរហើយនឹងរួមចំណែកដល់សន្តិភាពនិងសេរីភាពនៅក្នុងតំបន់ដំណោះស្រាយនេះនឹងការពីអធិបតេយ្យពង្រឹងទំនុកចិត្តអភិវឌ្ឍធនធានធម្មពលគ្រប់គ្រងការអភិវឌ្ឍនិងបង្កើនការឡើងនូវវត្តភាពថ្មីមិនត្រឹមតែនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជានិងថៃផងដែរជំរុះព្រំដែនរវាងប្រទេសទាំងកម្ពុជានិងប្រទេសថៃមិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេប៉ុន្តែក៏ជាការព្រួយបារម្ភសកលផងដែរជំវិញការគោរពច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិរួមមានគោលការណ៍មិនរំលោភអាស៊ានចំពោះបទឈប់បាញ់និងការដោះស្រាយចំនួនដោយសន្តិវិធីរវាងកម្ពុជានិងថៃស្របតាមច្បាប់អន្តរជាតិនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងអាស៊ានកម្ពុជាសង្ឃឹមយ៉ាងមុតមមចំពោះការយកចិត្តទុកដាក់និងការគាំទ្របន្តទៀតពីសំណាក់សហគមន៍អន្តរជាតិជារួមច្បាប់មិនអាចការពារសន្តិភាពបានទេប្រសិនបើរដ្ឋណាមួយត្រូវបានទុកចោលឲ្យនៅឯកោនៅពេលដែលវិធានច្បាប់ត្រូវបានបំពានចំណុចនេះហើយដែលសាមគ្គីភាពឆ្លុះបញ្ចាំងនៅអត្ថន័យពេញលេញរបស់ខ្លួនសាមគ្គីភាពន័យថាជាការការពារគោលការណ៍តែមួយសម្រាប់ប្រជាជនទាំងអស់ការគាំទ្រការអនុវត្តកិច្ចព្រមព្រៀងការការពារប្រជាជនស៊ីវិលនិងការរក្សាកិច្ចសន្ទនានៅក្នុងពេលដែលទំនាក់ទំនងប្រឈមនឹងភាពតានតឹងសាមគ្គីមិនត្រឹមតែនៅក្នុងសេចក្តីថ្លែងការណ៍ប៉ុណ្ណោះទេប៉ុន្តែត្រូវប្រែក្លាយទៅជាកិច្ចសហប្រតិការជាក់ស្ដែងសម្ដេចអាយដាមលោកជំទាវសមាជិកសមាជិកានៃស្ថាប័ននីតិបញ្ញត្តិជាកិត្តិយសទាំងអស់បទពិសោធន៍នាពេលថ្មីនេះរបស់យើងបានបង្រៀនយើងមេរៀនមួយថ្មីផ្សេងទៀតការពារសន្តិភាពនៅតាមព្រំដែនមិនទាន់គ្រប់គ្រាន់នោះទេប្រទេសត្រូវមានភាពរឹងមាំផងដែរដើម្បីទប់ទល់នឹងផលប៉ះពាល់ទាំងកិច្ចផ្នែកសេដ្ឋកិច្ចសង្គមនិងស្ថាប័នដែលបណ្ដាលមកពីចំនួននិងឯកសេរីភាពសកលសម្រាប់ប្រទេសកម្ពុជានេះហើយគឺជាអត្ថន័យនៃភាពធន់ពលគឺជាសមត្ថភាពរបស់ប្រជាជាតិមួយក្នុងការស្រូបយកនូវផលប៉ះទង្គិចនានាដោយមិនបាត់បង់នូវរាល់សមិទ្ធផលដែលខ្លួនបានកសាងតាមរយៈសន្តិភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះទោះបីជាប្រឈមនឹងសម្ពាធពីខាងក្រៅយ៉ាងធ្ងន់ធ្ងរក៏ដោយកម្ពុជានៅតែបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចព្រមទាំងបានជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចពង្រឹងផលិតកម្មក្នុងស្រុកនិងការវិនិយោគលើវិស័យ Logistics សន្តិសុខធម្មពលនិងការតបភ្ជាប់នានាគោលបំណងរបស់យើងគឺច្បាស់លាស់កំណើនត្រូវតែរួមចំណែកពង្រឹងភាពធន់របស់ជាតិហើយការអនុវត្តភាពនេះត្រូវតែគ្របដណ្ដប់ទៅដល់ទាំងតំបន់ទីប្រជុំជននិងសហគមន៍ជនបទភាពធន់ក៏អាស្រ័យលើស្ថាប័នដែលមានប្រសិទ្ធភាពនិងទំនុកចិត្តពីប្រជាពលរដ្ឋផងដែរដូច្នេះកម្ពុជាកំពុងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈនិងប្រើប្រាស់បរិវត្តកម្ម Digital ដើម្បីធ្វើឲ្យសេវាសាធារណៈកាន់តែមានប្រសិទ្ធភាពតម្លាភាពនិងងាយស្រួលទទួលបាន
Yet the ទោះ ultimate ជាយ៉ាងណា strength ក៏ of ដោយ our country កម្លាំងចម្បងបំផុតរបស់ប្រទេសជាតិមួយគឺស្ថិតនៅលើប្រជាជនរបស់ខ្លួនដូច្នេះរាជរដ្ឋាភិបាលកំពុងវិនិយោគសាំងឡើងយ៉ាងសកម្មទៅលើការអប់រំការបណ្ដុះបណ្ដាលបច្ចេកទេស and digital និងជំនាញ skills វិជ្ជាជីវៈ so ការ that our ថែ youth ទាំ can សុខភាព និង adopt ជំនាញ today Digital ដើម្បីឲ្យយុវជនរបស់យើងអាចសម្របខ្លួនបង្កើតថ្មីប្រកួតប្រជែងនិងប្រឈមមុខនឹងអនាគតដោយភាពជឿជាក់សង្គមដែលមានភាពធន់ក៏ត្រូវតែការពារឲ្យជនងាយរងគ្រោះដែលងាយរងគ្រោះនៅផលប៉ះទង្គិចនានាផងដែរជាការឆ្លើយតបកម្ពុជាបានពង្រីកការគ្រប់ដណ្ដប់នៃប្រព័ន្ធគាំពារសង្គមពីប្រជាពលរដ្ឋចំនួន3លាននាក់ក្នុងឆ្នាំ2017 to approximately កើនដល់ប្រមាណ 8.5 លាននាក់ក្នុងឆ្នាំ 2026 This protection ការគាំពារនេះ preserves dignity and help ជួយ prevent ថែរក្សាសេចក្តីថ្លៃថ្នូររបស់ពួកគេនិងជួយទប់ស្កាត់កុំឲ្យប៉ះទង្គិច same principle ផ្នែក applies សេដ្ឋកិច្ចវិវត្តទៅជាវិបត្តិសង្គមគោលការណ៍ដូចគ្នានេះក៏ត្រូវបានអនុវត្តចំពោះភាពធន់ទៅនឹងអាកាសធាតុផងដែរប្រទេសកំពុងអភិវឌ្ឍត្រូវការទទួលបាននូវយុទ្ធធននិងហិរញ្ញប្បទានអាកាសធាតុបច្ចេកវិទ្យានិងសមត្ថភាពស្ថាប័នដើម្បីការពារប្រជាជនរបស់ពួកគេស្របពេលដែលពួកគេកំពុងបន្តស្វែងរកអន្តរកាលបៃតងប្រកបដោយយុត្តិធម៌ជាថ្មីម្ដងទៀតសាមគ្គីភាពត្រូវតែប្រែក្លាយទៅជាការអនុវត្តជាក់ស្ដែងទោះយ៉ាងណាក្តីភាពធន់មិនមែនជាគោលដៅចុងក្រោយនោះទេគោលបំណងរបស់ភាពធន់គឺដើម្បីការពារប្រជាជនរក្សាការអនុវត្តភាពនិងធានាថាផលប្រយោជន៍នៃសន្តិភាពនិងការអភិវឌ្ឍអាចសាយភាយទៅដល់សង្គមទាំងមូលចំណុចនេះនាំយើងឆ្ពោះទៅរកវិបុលភាពរួមសម្ដេចអាយដាមលោកជំទាវសមាជិកសមាជិកានៃស្ថាប័ននីតិបញ្ញត្តិនិងភ្ញៀវកិត្តិយសទាំងអស់នៅក្នុងនីតិកាលទី7នៃរដ្ឋសភារាជរដ្ឋាភិបាលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ញកោដំណាក់កាលទី1ដែលជាផែនទីបង្ហាញផ្លូវដើម្បីតម្រង់ទិសការប្រែក្លាយកម្ពុជាឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យឆ្នាំ2050គោលបំណងនៃយុទ្ធសាស្ត្រនេះមានវិសាលភាពលើសពីត្រឹមតែតួលេខស្ថិតិសេដ្ឋកិច្ចសំខាន់ទៅទៀតកំណែសេដ្ឋកិច្ចមិនមែនជាគោលដៅចុងក្រោយនោះទេកំណែនេះត្រូវតែបង្កើតការងារនិងប្រាក់ចំណូលអភិវឌ្ឍជំនាញនិងកម្ពស់ការទទួលបានសេវាចាំបាច់នានាពង្រីកចលនាភាពសង្គមនិងផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋចំពោះអនាគតរបស់ពួកគេសន្តិភាពបានផ្ដល់លំហដល់រដ្ឋាភិបាលសម្រាប់ការវិនិយោគនិងការអភិវឌ្ឍប៉ុន្តែដើម្បីឲ្យសន្តិភាពអាចចាក់ឫសយ៉ាងរឹងមាំផលប្រយោជន៍នៃសន្តិភាពត្រូវតែស្ដែងចេញឲ្យឃើញនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈផ្លូវថ្នល់ដែលតបជាប់សហគមន៍សាលារៀនដែលបើកឱកាសសម្រាប់យុវជនសេវាសុខាភិបាលដែលការពារគ្រួសារប្រព័ន្ធគាំពារសង្គមដែលការពារសេចក្តីថ្លៃថ្នូរនិងការងារដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចកសាងអនាគតបានសង្គមមួយដែលប្រជាពលរដ្ឋមួយផ្នែកធំមានអារម្មណ៍ថាត្រូវបានគេទុកចោលនិងងាយរងគ្រោះបំផុតនៅក្នុងគ្រាមានវិបត្តិផ្ទុយទៅវិញបរិយាបន្នឱកាសការពារជនងាយរងគ្រោះនិងចលនាភាពសង្គមនឹងជួយពង្រឹងការរួបរวมរបស់ជាតិដូច្នេះវិបុលភាពរួមមិនត្រឹមតែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែវាគឺជាលក្ខខណ្ឌចម្បងមួយនៃស្ថិរភាពជាតិនិងសន្តិភាពយូរអង្វែងវត្តគឺមានភាពច្បាស់លាស់ណាស់សន្តិភាពធ្វើឲ្យការអភិវឌ្ឍអាចសម្រេចទៅបានភាពធន់ជួយការពារនៅរាល់សមិទ្ធផលដែលសម្រេចបានវិបុលភាពរួមពង្រឹងភាពស្អិតរមួតក្នុងសង្គមហើយភាពស្អិតរមួតក្នុងសង្គមកាន់តែរឹងមាំនិងធ្វើឲ្យសន្តិភាពកាន់តែមានស្ថិរភាពយូរអង្វែងការទទួលខុសត្រូវនេះមិនអាចអនុវត្តដោយរដ្ឋាភិបាលតែម្នាក់ឯងបានឡើយរដ្ឋាភិបាលនិងសភាមានការទទួលខុសត្រូវរៀងៗខ្លួនអាស្រ័យតាមរដ្ឋធម្មនុញ្ញដែលបានចែងប៉ុន្តែស្ថាប័នទាំងពីរមានគោលដៅរួមមួយគឺបម្រើប្រជាជនថែរក្សាសន្តិភាពនិងបង្កើតលក្ខខណ្ឌសម្រាប់វិបុលភាពយូរអង្វែងនៅពេលដែលច្រកការទូតផ្លូវការប្រជុំមុខនឹងភាពតានតឹងកិច្ចសន្ទនាសភាក៏អាចជួយថែរក្សាទំនាក់ទំនងនិងកសាងទំនុកចិត្តឡើងវិញបានផងដែរកម្ពុជាដែលធ្លាប់ជាអ្នកទទួលផលពីកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិក្នុងការស្ដារសន្តិភាពឡើងវិញពេលនេះបានក្លាយជាអ្នកចូលរួមចំណែកក្នុងការផ្ដល់នូវផលប្រយោជន៍សាធារណៈអន្តរជាតិតាមរយៈការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិការបោះសម្អាតមានជាមនុស្សធម៌ការចូលរួមលើសន្តិសុខស្បៀងក្នុងតំបន់និងកិច្ចសហប្រតិបត្តិការអន្តរជាតិយើងបានចែករំលែកជាមួយបណ្ដាប្រទេសដទៃទៀតនៅបទពិសោធន៍ជំនាញនិងការទទួលខុសត្រូវដែលកើតចេញពីប្រវត្តិសាស្ត្រផ្ទាល់របស់ខ្លួនសម្ដេចអាដាមលោកជំទាវសមាជិកសមាជិកានៃស្ថាប័ននីតិបញ្ញត្តិភ្ញៀវកិត្តិយសទាំងអស់ដំណើររបស់កម្ពុជាបានពំនាំនូវសារដ៏សាមញ្ញប៉ុន្តែមានអត្ថន័យជ្រាលជ្រៅមួយគឺសន្តិភាពផ្ដល់ឲ្យយើងនូវឱកាសក្នុងការកសាងប្រទេសជាតិឡើងវិញភាពធន់អនុញ្ញាតឲ្យយើងការពារបាននូវសម្បត្តិផលដែលយើងបានកសាងវិបុលភាពរួមផ្ដល់ឲ្យប្រជាជនរបស់យើងនូវចំណែកមួយក្នុងការថែរក្សាសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយខ្ញុំសូមជូនពរឲ្យសន្និសីទនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាងខ្ញុំសូមគោរពថ្លែងអំណរ